Ok,អញ្ចឹងស្វាគមន៍នឹងការវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតជាមួយនឹងមេរៀនថ្មីនៅថ្ងៃនេះដែលលោកគ្រូសមលើកចំណងជើងមេរៀនដែលមានន័យថាpreposition of time អញ្ចឹងមានន័យថាបុព្វបទនៃពេលវេលាអ្វីទៅជាបុព្វបទនៃពេលវេលាអញ្ចឹងលោកគ្រូមានជា tips ដើម្បីឲ្យបងប្អូនឬក៏សិស្សសានុសិស្សដែលគាត់ទៅនឹងរៀនភាសាអង់គ្លេសដើម្បីឲ្យងាយស្រួលចាំងាយយល់និងចាំបានជាក់លាក់អូខេអញ្ចឹងកុំឲ្យខាត់ពេលយូរលោកគ្រូសុំទៅពន្យល់ឲ្យបានក្បោះក្បាយដើម្បីឲ្យបងប្អូនងាយយល់និងទទួលបាននូវចំណេះដឹងបន្ថែមអូខេអញ្ចឹងpreposition of time លោកគ្រូសុំលើកយកតែ3ទេនៅថ្ងៃនេះហើយនៅផ្សេងទៀតយើងអាចនៅជួបគ្នានៅវីដេអូក្រោយអញ្ចឹងណាបន្ទាប់មកអូខេឥឡូវយើងនិយាយពី at អូខេ at ប្រែថានៅអូខេអឺ at គេប្រើសម្រាប់អ្វីអញ្ចឹង at we use for a specific time អញ្ចឹងមានន័យថា at នេះគឺយើងប្រើជាមួយនឹងពេលវេលាណាមួយដែលជាក់លាក់ដែលច្បាស់លាស់អូខេដូចក្នុងឧទាហរណ៍ទី1 I wake up at 6 o'clock អញ្ចឹងមានន័យថាខ្ញុំក្រោកពីដេកឬក៏ក្រោកពីដំណេកនៅម៉ោង6ព្រឹកអញ្ចឹងណាបន្ទាប់មក number 2អូខេឧទាហរណ៍ទី2 The meeting starts at noon អញ្ចឹងមានន័យថាការប្រជុំគឺចាប់ផ្ដើមនៅពេលថ្ងៃត្រង់អូខេនៅពេលថ្ងៃត្រង់ at noon អញ្ចឹងគឺវាប្រើជាមួយនឹងពេលវេលាណាមួយដែលជាក់លាក់ដែលច្បាស់លាស់អូខេអញ្ចឹងយើងសុំទៅមើលpreposition of time ទី2ដែលលោកគ្រូលើកមកនិយាយគឺពាក្យថា on អូខេ on នេះបើយើងនិយាយឲ្យចំទៅយើងអាចប្រែថានៅលើឬក៏ខាងលើអញ្ចឹងណាប៉ុន្តែកន្លែងនេះបងប្អូនមើលឧទាហរណ៍ទៅគេមិនអាចប្រើនៅលើបានទេអញ្ចឹងណាអញ្ចឹង on we use for days and date អញ្ចឹងមានន័យថា on នេះគេប្រើសម្រាប់ថ្ងៃជាមួយនឹងកាលបរិច្ឆេទឬក៏ថ្ងៃទីអញ្ចឹងឥឡូវយើងសូមមកមើលឧទាហរណ៍ទី1 we have PE class on Monday មានន័យថាម៉េចPE class មានន័យថាម៉េចពាក្យពេញរបស់វាគឺ physical education មានន័យថាតាក់ទងជាមួយនឹងគេហៅថាកីឡាអីចឹងណាតាក់ទងជាមួយនឹងកីឡាឬកាយសម្បទាអញ្ចឹងណាឬក៏ការហាត់ប្រាណអីចឹងទៅអញ្ចឹងមានថាយើងមាន PE class នេះនៅថ្ងៃច័ន្ទមិនមែនប្រែនៅលើថ្ងៃច័ន្ទទេណាកុំច្រឡំអូខេនៅក្នុងកាលៈទេសៈនេះគឺយើងប្រើថានៅថ្ងៃច័ន្ទអូខេអញ្ចឹងសូមមើលឧទាហរណ៍ទី2 My birthday is on May 5 My birthday is on May 5អញ្ចឹងមានន័យថាថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំគឺនៅខែ5ខែមេហ្នឹងថ្ងៃទី5អូខេអញ្ចឹងយើងមិនអាចប្រើថានៅលើបានទេអញ្ចឹងកលៈទេសៈនេះគឺយើងត្រូវប្រើថានៅអូខេអញ្ចឹងយើងសុំទៅកលេចមើលpreposition of time ទី3ដែលមានពាក្យថា in អញ្ចឹង in គេប្រើនៅយ៉ាងម៉េចខ្លះអូខេ in we use for months year seasons and long periods អូខេអញ្ចឹងមានន័យថា in នេះគេប្រើសម្រាប់ខែឆ្នាំរដូវកាលឬក៏ពេលវេលារយៈពេលវែងអូខេអញ្ចឹងយើងសូមមកមើលឧទាហរណ៍លោកគ្រូសូមលើកយកតែ2ឧទាហរណ៍ទេហើយអូខេឧទាហរណ៍ផ្សេងអានេះគឺជាលំហាត់របស់បងប្អូនសិស្សានុសិស្សអាចយកទៅអនុវត្តបានអូខេអញ្ចឹងឧទាហរណ៍ទី1 She was born in 1995 okay we study English in the morning អូខេអញ្ចឹង in នេះប្រែថានៅខាងក្នុងអូខេមិន sorry មិនមែនថានៅខាងក្នុងទេណាយើងប្រែថាក្នុងឆ្នាំអូខេនៅរយៈពេលណាពេលព្រឹកពេលថ្ងៃឬក៏ពេលល្ងាចអូខេក្នុងអូខេអញ្ចឹងសង្ឃឹមថា
វីដេអូមេរៀនជាភាសាអង់គ្លេសនេះនឹងអាចជួយបងប្អូនឲ្យយល់កាន់តែច្បាស់ជាមួយនឹងពុបបទនៃពេលវេលាឬក៏ជាភាសាអង់គ្លេសដែលយើងនិយាយបានថា preposition of time អូខេអញ្ចឹងកុំភ្លេចបើសិនជាបងប្អូនចង់រៀននៅវីដេអូបន្ថែមទៀតសូមកុំភ្លេចជួយ subscribe ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតអំពីមេរៀនជាភាសាអង់គ្លេសអូខេសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀត